ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកឹមស្រីងឯងវិចិត្រនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៅក្នុងការ install FTP server ដោយជាដំបូងហ្នឹងយើងត្រូវមាននៅម៉ាស៊ីនយើងមួយនៅលើ AWS ដែលជាប្រភេទ EC2 អញ្ចឹងមេដែលយើងចូលមកចំណុចចាប់ផ្ដើមដំបូងយើងត្រូវធ្វើទៅការបង្កើត group security មួយនៅពេលដែលយើងចូល security group នេះហើយយើងធ្វើការcreate security group នេះមួយដែលឥឡូវខ្ញុំបានបង្កើតហើយខ្ញុំបានដាក់ឈ្មោះថា own security ដល់ពេលដែលយើងបង្កើតហើយយើងចូលទៅធ្វើការ edit វាដើម្បីទៅឲ្យអ៊ីនធឺណិតទាំងអស់អាច access ចូលវាបានហើយយើងដាក់អានេះ select នៅយើង add rule មួយដែលអានេះ all TCP នឹងហើយកន្លែងនេះយើងត្រូវយក anywhere ចឹងនៅពេលដែលយើងបានដាក់រួចហើយយើងចូលទៅធ្វើការបង្កើតនៅ visual បង្កើតនៅម៉ាស៊ីនរបស់យើងមួយដែលយើងចូលទៅ EC2 បន្ទាប់មកយើងចូលទៅយើងដូរអាកន្លែងនេះដាក់ថា Ohio ហើយយើងចុចពាក្យ line instance ដើម្បីទៅចូលទៅធ្វើការបង្កើតសុំទោសឥឡូវយើងរកនេះយើងចូលទៅកាន់ EC2 របស់យើងដោយសារខ្ញុំបានបង្កើតហើយចឹងខ្ញុំអត់ចាំបាច់ទៅចុច create ម្ដងទៀតទេនេះជា instance ដែលខ្ញុំកំពុងតែ running ហ្នឹងដែលខ្ញុំទៅបង្កើតហ្នឹងដោយនៅពេលដែលយើងបង្កើតហ្នឹងយើងអាចធ្វើការ set up ដាក់ឈ្មោះរបស់យើងរើសនៅ Ubuntu ហើយយើងរើសយកនៅម៉ាស៊ីនដែលមាន2 CPU ហើយ1 G RAM ហើយនៅពេលដែលយើងមកដល់កន្លែងនេះយើង allow access តមកយើងធ្វើការ select នៅ security group របស់យើងដែលយើងបានបង្កើតមុនហ្នឹងដោយបើខ្ញុំវិញខ្ញុំមាននេះហើយខ្ញុំមាន own security group ដែលខ្ញុំនឹងដាក់ចូលពេលដែលខ្ញុំបង្កើតមុននឹងហើយយើងអាច upgrade អានេះឲ្យឡើងកាន់តែធំជាងនឹងទៀតក៏បានដែរដើម្បីឲ្យវាម៉ាស៊ីនរបស់យើងដើរលឿនអញ្ចឹងការ create ហ្នឹងមានតែប៉ុណ្ណឹងដោយសារតែខ្ញុំ create ហើយchứខ្ញុំអត់បាន create ទេបើយើង create យើងចុចនឹងពាក្យថា line instance នៅខាងនេះអញ្ចឹងយើងចូលមកវិញពេលដែលយើងបង្កើតហើយយើងនឹងឃើញ status check pass yes ចំណេះថាម៉ាស៊ីនរបស់យើងហ្នឹងបានបង្កើតឲ្យជោគជ័យហើយអញ្ចឹងយើងនៅពេលដែលយើងបង្កើតម៉ាស៊ីនហើយយើងធ្វើការSA ចូលអញ្ចឹងដើម្បី SA ចូលយើងចុចលើ instance ហើយយើងរកពាក្យថា connect អញ្ចឹង connect នេះយើងនៅចំណុចដំបូងយើងនឹង copy នៅ IP របស់វានេះទុកនឹងហើយយើងចូលទៅកាន់ SA client ហើយយើងធ្វើការchange permission របស់ file KPN ហ្នឹងទៅជា read only នេះដែលយើងដាក់ change មកទៅ400នៅ file KPN ហ្នឹងតមកយើងធ្វើការ SA ចូលអញ្ចឹងនេះគឺខ្ញុំបាន SA ចូលហើយនេះគឺបានជោគជ័យហើយអញ្ចឹងនៅក្នុងចំណុចបន្តទៀតគឺយើងធ្វើការupdate របស់យើងគឺធ្វើការ update ម៉ាស៊ីនយើងនៅវាយនៅ command sudo apt update
នេះយើងកំពុងតែអាប់ដេតឲ្យយើងចាំវាបន្តិចទៅហើយចំណុចមួយទៀតយើងនឹងធ្វើការ install VSFTPD នៅលើម៉ាស៊ីនរបស់យើងអញ្ចឹងយើងធ្វើការ sudo apt installនេះដោយសារតែខ្ញុំ down រួចហើយចឹងវារៀងលឿនបន្តិចយើងនឹងចេញនៅយើងនឹងឃើញបែបនេះអញ្ចឹងចំណុចបន្ទាប់ទៀតយើងនៅធ្វើការ config លើ F F VF VSFTPD ហ្នឹងអញ្ចឹងដើម្បីចូលទៅធ្វើការ config វាបានយើងចូល y command cd etc etc ខ្ញុំសុំ copy ម្ដងទៅអញ្ចឹងនៅពេលដែលយើងចូលបានហើយអញ្ចឹងយើងនឹងធ្វើការទៅ create backup file មួយ create យើងទៅធ្វើការធ្វើ backup file អញ្ចឹងដើម្បីធ្វើ backup file ហ្នឹងយើងនេះតបមកយើងធ្វើការ verify file ហ្នឹងអញ្ចឹងយើងប្រើនៅ command មួយនេះ list របស់វាហើយយើងទៅរក file VSFTPD ហ្នឹងថាវាមានអត់នៅក្នុងហ្នឹងនេះគឺយើងមានដោយសារតែខ្ញុំបានធ្វើម្ដងហើយអញ្ចឹងវានឹងឃើញអា backup file ហ្នឹងអញ្ចឹងយើង create តបមកយើងប្រើ command នេះដើម្បីទៅធ្វើការ create backup file អញ្ចឹងនេះជាឈ្មោះ back នេះឈ្មោះ file តមកនេះជាឈ្មោះ backup file របស់យើងដល់យើងធ្វើការ copy វាចេញខ្ញុំផាននៅ command sudo copy vsftpd config យើងដាក់ឈ្មោះថ្មីអញ្ចឹងខ្ញុំអាចថាដាក់ឈ្មោះមានកតុយមួយទៅដើម្បីឲ្យវាថ្មីអញ្ចឹងដល់ពេលដែលយើង create ហើយដល់ពេលដែលយើង create ហើយយើងចូលទៅការទៅ edit file vsftpd ហ្នឹងអញ្ចឹងដើម្បីចូលទៅធ្វើការនេះយើងត្រូវប្រើ sudo យើង edit វាទៅតាម nano នេះយើងនឹងឃើញនៅបែបនេះហើយអ្វីដែលយើងត្រូវដូរហ្នឹងមានចំនួន4កន្លែងគឺមុនដំបូងយើងត្រូវអាន comment នៅលើ local enable ដែលយើងមាននៅក្នុង document របស់យើងហើយដល់ពេលយើងអាន comment លើ write enable នេះយើងបានអាន comment វាហើយអញ្ចឹងមួយទៀតយើងនឹងដូរទៅកាន់នៅខាងក្រោមរៀងឆ្ងាយដែរគឺនេះគឺ role local user yes នេះយើងបានអាន comment វាហើយនឹងហើយមួយទៀតយើងនឹង add នៅ comment allow variable change root yes នេះយើងនឹង add នៅ comment នេះមួយទៀតបន្ទាប់ពីចុងក្រោយយើងមិញហ្នឹងហើយចំណុចចុងក្រោយទៀតគឺយើងត្រូវធ្វើការcopy អានេះទៅដាក់នៅផ្នែកខាងក្រោមនៃ file មួយហ្នឹងនេះយើងរៀប format វាឲ្យត្រឹមត្រូវមកដើម្បីឲ្យវាស្គាល់អញ្ចឹងអ្វីដែលយើងត្រូវធ្វើនៅក្នុង file config ហ្នឹងវាមានចំនួន5កន្លែងដែលយើងត្រូវការហើយយើងត្រូវផ្ទៀងផ្ទាត់មើលថាឲ្យដូចអញ្ចឹងបានវានឹងដំណើរការតោះមកយើងធ្វើការ save file របស់យើងចុច Ctrl O Enter Ctrl A អញ្ចឹងយើងនឹងបាន create file នឹងមួយយើងនឹងបានយើងធ្វើការ config របស់វាទុកហើយអញ្ចឹងយើង
tậpមកយើងចូលទៅធ្វើការtest create file test create file យើងប្រើនៅ file យើងនឹងប្រើកម្មវិធីមួយឈ្មោះថា file សាលានៅក្នុង file សាលានេះយើងនឹងទៅ create យើងនៅទៅ config site manager មួយដែល site manager នេះយើងយកយើង create ថ្មីមកតមកយើង select ឯនេះយកជា protocol តមកនេះជា ID ដែលយើងយកចេញពីម៉ាស៊ីនរបស់យើងទៅពេលដែលយើងចូលទៅ connect ដំបូងនេះជា IP អញ្ចឹងយើងត្រូវដាក់វាទុកដើម្បី connect ទៅកាន់វាហើយយើងដងឡើងយើងត្រូវ key file ដែលយើងដាក់ឈ្មោះ user របស់យើងហើយយើងប្រោតវាទៅរក file key pair ដើម្បីឲ្យវាស្គាល់អញ្ចឹងយើងចុច connect មកនេះអញ្ចឹងមកដល់កន្លែងនេះវានឹងចេញ status ហើយអញ្ចឹងមានន័យថាយើងបាន create រួចរាល់ហើយនេះអានេះជាអីដែលខ្ញុំបានបង្កើតមុនហ្នឹងដើម្បី test ហ្នឹងអញ្ចឹងយើងអាចចូលទៅធ្វើការ create new directory បាន create new directory ទៅយើងនឹងឃើញមានបែបនេះហើយតោះមកខ្ញុំទៅធ្វើការ create FTP client អញ្ចឹងដើម្បី create បានយើងត្រូវ new ហើយ create new directory ខ្ញុំសូមដាក់ឈ្មោះថា test មួយចុះអញ្ចឹងមានន័យថាយើងបើចង់ទៅ create file direct នៅលើយកបន្ទូលសរសេរ command តិចយើងអាច create ពីហ្នឹងទៅបាននេះឥឡូវយើងបានចូលហើយអញ្ចឹងខ្ញុំសាក create new file មួយយើងដាក់ថា test.txt នេះឥឡូវយើងបានធ្វើយើងបានសេ test ខុសយើងបាន create file តិចមួយហើយអញ្ចឹងនៅពេលដែលយើង create file តិចមួយបានហើយយើងចូលទៅធ្វើការverify វាថាវាពិតជាដើរនេះយើងនឹងឃើញ file មួយដែលយើងបានបង្កើតមិញហ្នឹងអញ្ចឹងយកចូលទៅវាទៅយើងធ្វើការលីសវាមើលនេះអញ្ចឹងយើងឃើញយ៉ាងហើយយើងនឹងចូលទៅធ្វើការសរសេរទៅ edit វានៅក្នុងហ្នឹងអញ្ចឹងយើងទៅ add text វាចូលមួយយ៉ាសំទោសយើងសរសេរណានៅខុសអញ្ចឹងឥឡូវយើងបានចូលយើងអាចតេស្តវាសរសេរបាន welcome city នេះយើងសាកសរសេរប៉ុណ្ណឹងអញ្ចឹងយើង control O enter control X ដើម្បី save file ហ្នឹងអញ្ចឹងយើងអាចចូលធ្វើការចូលមើលវាបានជាមួយនឹង file ហ្នឹងថាវាពិតជាបាន create ហើយយើងអាចប្រើប្រាស់វាបានអត់នេះវាពិតជាដូចអីដែលយើងបានធ្វើពិតមែនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើនលោកគ្រូ